កាលពីឆ្នាំ2023ខ្ញុំបានយកលុយសន្សំចំនួន$1,200ទៅទិញ share របស់ក្រុមហ៊ុនមួយនិយាយទៅពេលហ្នឹងក្រោយទិញហើយខ្ញុំអត់រំពឹងថានឹងទទួលបានផលចំណេញច្រើនពីវាទេបើសិនជាធៀបជាមួយនឹងក្រុមហ៊ុនផ្សេងទៀតហើយមូលហេតុដែលខ្ញុំយកលុយសន្សំចំនួន$1,200ហ្នឹងទៅទិញជាមួយក្រុមហ៊ុនហ្នឹងណាដោយសារតែអញ្ចេះទេទីមួយវាគឺជាក្រុមហ៊ុនមួយដែលនៅតូចប៉ុន្តែចាប់ផ្ដើមរកស៊ីចំណេញហើយអាហ្នឹងគឺល្អមែនទែនហើយមួយទៀតដោយសារតែនៅក្នុង investment community ដែលខ្ញុំនៅជាមួយហ្នឹងគឺសមាជិកទាំងអស់ពួកគាត់ចាប់ផ្ដើមទិញវាហើយដោយសារតែឃើញ potential ថាវានឹងជាក្រុមហ៊ុនមួយដែលល្អហើយអាចឲ្យផលចំណេញច្រើននៅពេលអនាគតដែរខ្ញុំមិនបានដាក់លុយច្រើនសម្រាប់ទិញក្រុមហ៊ុនហ្នឹងទេត្បិតតែវារកស៊ីចំណេញក៏ដោយសម្រាប់ខ្ញុំគឺពេលហ្នឹងមិនសូវជាទុកចិត្តប្រហែលទេអញ្ចឹងហើយក៏បានដាក់លុយត្រឹមតែ$1,200នេះទៅបើគិតទៅពិភពលោកវាអាចថាពិបាកស្មានដែរអ្វីដែលយើងអត់រំពឹងទុកវាបែរជាទទួលបានលទ្ធផលល្អទៅវិញលុយ$1,200ដែលខ្ញុំបានទិញហ្នឹងណាអ្នកណាទៅដឹងទៅថាវាអាចឲ្យខ្ញុំចំណេញបានច្រើនណាស់គឺរហូតដល់836%នោះហើយបើសិនជាគិតជាលុយវិញគឺប្រហែលជា$10,000ណាអញ្ចឹងអាលុយ$1,200ដែលបានវិនិយោគជាមួយក្រុមហ៊ុនមួយហ្នឹងមកដល់ឥឡូវហ្នឹងគឺវាកើនរហូតដល់$10,000ជាងហើយ I feel like oh shit លុយម្ល៉េះនិយាយមែនលុយចំណេញនេះសឹងតែមិនគួរឲ្យជឿទេគិតមើលលុយ$1,200វាកើនរហូតដល់$10,000ជាងវាច្រើនមែនតើគិតមើលថាតើវាអស្ចារ្យយ៉ាងណាទៅយើងយកលុយសន្សំ$1,200ទៅទិញ share របស់ក្រុមហ៊ុនមួយហើយមិនយូរប្រហែលណាលុយហ្នឹងគឺវាកើនឡើងរហូតដល់836%នោះតើមានការវិនិយោគណាដែលវាល្អបែបនេះហ៎មូលហេតុដែលខ្ញុំប្រាប់រឿងហ្នឹងដល់ទាំងអស់គ្នាព្រោះថាអញ្ចេះទេការដែលយើងចេះសន្សំលុយហើយទាំងអស់គ្នាអាចនឹងគិតថាខ្លួនឯងគឺអាចទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុវាគ្រប់គ្រាន់ហើយចេះសន្សំលុយទៅគឺអាចនឹងទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុសម្រាប់ជីវិតរបស់យើងហើយប៉ុន្តែការពិតគឺវាអត់អញ្ចឹងហើយវាលើសពីនឹងទៅទៀតមានន័យថាយើងត្រូវតែចេះវិនិយោគលុយដែលយើងបានសន្សំហ្នឹងឲ្យវាត្រឹមត្រូវទៀតទើបយើងអាចទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុពិតប្រាកដហើយនេះគឺជាអ្វីដែល the plan វានឹងចូលរួមមកដោះស្រាយបញ្ហាមួយហ្នឹងហើយមានន័យថាយើងអាចប្រើប្រាស់ the plan ដើម្បីទិញសេរីភាពនៃហិរញ្ញវត្ថុឲ្យខ្លួនឯងបានប៉ុន្តែតើ the plan ហ្នឹងជាអ្វីទៅចម្លើយគឺ the plan វាជាផែនការដែលយើងនឹងយកលុយដែលបានសន្សំហ្នឹងទៅវិនិយោគឲ្យបានត្រឹមត្រូវព្រោះថាការវិនិយោគឲ្យបានត្រឹមត្រូវនេះគឺជារបៀបដែលយើងទិញសេរីភាពឲ្យខ្លួនឯង The plan ដែលត្រឹមត្រូវគឺដាច់ខាតត្រូវតែមានផ្នែកសំខាន់ទាំងពីរនេះទី1ទ្រព្យដែលត្រូវវិនិយោគជាមួយទី2ដំណើរការវិនិយោគនៅក្នុងចំណុចនីមួយៗវាមានធាតុសំខាន់តូចៗមួយចំនួនទៀតហើយយើងនឹងល្បិតនៅពេលក្រោយត្បិតថានៅក្នុងទីផ្សារវាមានទ្រព្យច្រើនប្រភេទមែនដែលយើងអាចវិនិយោគលុយជាមួយបានប៉ុន្តែនេះមិនមែនមានន័យថាទ្រព្យទាំងនោះវាសុទ្ធតែស័ក្តិសមជាមួយយើងទេនេះគឺព្រោះថាទ្រព្យនីមួយៗវាអាស្រ័យទៅលើលទ្ធភាពនិងសមត្ថភាពរបស់យើងម្នាក់ៗទេឧទាហរណ៍ដូចជាអចលនទ្រព្យគឺសម្រាប់អ្នកដែលមានលុយមួយកញ្ចប់ធំប៉ុណ្ណោះហើយការសន្សំលុយនៅក្នុងធនាគារវិញគឺសម្រាប់អ្នកដែលមិនចង់មានហានិភ័យខ្ពស់សម្រាប់ទ្រព្យផ្សេងៗទៀតវិញក៏អញ្ចឹងដែរអញ្ចឹងហើយមុនពេលសម្រេចចិត្តវិនិយោគត្រូវដឹងថាតើទ្រព្យមួយណាដែលវាស័ក្តិសមជាមួយនឹងស្ថានភាពហិរញ្ញវត្ថុរបស់យើងនិងស័ក្តិសមជាមួយចំណេះដឹងដែលយើងមានសម្រាប់ខ្ញុំផ្ទាល់ទ្រព្យដែលស័ក្តិសមគឺ stock market នៅអាមេរិកវាស័ក្តិសមសម្រាប់ខ្ញុំក៏មិនមែនមានន័យថាវាស័ក្តិសមសម្រាប់អ្នកផ្សេងដែរមូលហេតុដែលវាល្អសម្រាប់ខ្ញុំព្រោះថាវាមានហានិភ័យទាបតែអាចទទួលបានផលចំណេញច្រើនគួរសមដែរវាមិនតម្រូវឲ្យមានលុយច្រើនសម្រាប់វិនិយោគទេអាចថា50 100 500ឬក៏$1,000ក៏យើងអាចវិនិយោគបានដែរចំណុចនេះហើយដែលវាល្អមែនទែនសម្រាប់អ្នកដែលមានចំណូលទាបអ្វីដែលសំខាន់គឺការទិញលក់វាមិនស្មុគស្មាញច្រើនទេទិញភ្លាមគឺបានភ្លាមហើយមិនអស់ថ្លៃសេវាច្រើនអាចថា$1ឬក៏$2តែប៉ុណ្ណោះទេកាលពីមុនខ្ញុំទិញដីខ្ញុំចងការប្រាក់ឲ្យគេហើយនឹងយកទៅដាក់នៅធនាគារប៉ុន្តែឥឡូវនេះគឺខ្ញុំឈប់វិនិយោគបែបនេះទៀតហើយព្រោះថាដីគឺត្រូវការដើមទុនច្រើនដាក់លុយនៅក្នុងធនាគារវិញគឺមិនសូវបានផលចំណេញច្រើនទេហើយការចងការប្រាក់វិញគឺវាមានហានិភ័យខ្ពស់ណាស់នេះហើយជាមូលហេតុដែលធ្វើឲ្យខ្ញុំផ្លាស់ប្ដូររបៀបវិនិយោគដោយក្រុមហ៊ុន Palantir ខាងលើអញ្ចឹងគឺខ្ញុំដាក់លុយវិនិយោគជាមួយវាតែ$1,200ទេហើយផលចំណេញគឺរហូតដល់$8,000ជាងឯណោះនេះហើយជាមូលហេតុដែលធ្វើឲ្យខ្ញុំស្រឡាញ់ stock market
ការរើសយកទ្រព្យដើម្បីមកវិនិយោគលុយវាពិតជាសំខាន់ខ្លាំងមែនទែនបើសិនជាយើងរើសយកទ្រព្យដែលមិនល្អមកវិនិយោគជាមួយយើងមិនមែនខាតតែលុយមួយយ៉ាងទេគឺវាប៉ះពាល់ទៅដល់អារម្មណ៍របស់យើងខ្លាំងមែនទែនដេកមិនលក់ស្រួលទេគឺយើងនៅបារម្ភហើយយើងនៅគិតពីវាពេញណាស់នេះគឺជា portfolio របស់ខ្ញុំវាមានក្រុមហ៊ុនធំៗមួយចំនួនដែលបានទិញកន្លងមកហើយក្រុមហ៊ុនទាំងនេះមកដល់ឥឡូវហ្នឹងគឺពួកវាបានផ្ដល់ផលចំណេញច្រើនមកឲ្យខ្ញុំវិញតែនេះគឺជាផលចំណេញដែលទទួលបានតាំងពីពេលវិនិយោគជាមួយពួកវាមកដល់ឥឡូវហ្នឹងខ្ញុំគិតបែបនេះទេលុយដែលបានវិនិយោគកន្លងមកទាំងអស់ខ្ញុំចាត់ទុកថាវាគឺជាទ័ពលុយដែលនឹងមកជួយធ្វើការឲ្យខ្ញុំវិញនៅពេលក្រោយលទ្ធផលល្អនេះគឺវាបានមកពីជំនាញមួយជំនាញដែលខ្ញុំបានចំណាយពេលរៀនតាំងពីឆ្នាំ2020មកម្ល៉េះចៃដន្យជំនាញមួយនេះវាអត់មានបរិញ្ញានៅតាមសាលាទេពេលខ្លះខ្ញុំអង្គុយឆ្ងល់ដែរឆ្ងល់ថាជំនាញល្អបែបហ្នឹងហេតុអីក៏គេអត់បរិញ្ញាវានៅតាមសាកលវិទ្យាល័យជំនាញដែលខ្ញុំនិយាយនេះគឺជំនាញនៅក្នុងការរើសក្រុមហ៊ុនល្អដើម្បីយកមកវិនិយោគបង្កើតទ្រព្យឲ្យខ្លួនឯងនៅពេលអនាគតឬនិយាយងាយយល់គេហៅថាជំនាញវិនិយោគនៅក្នុងទីផ្សារពហុននេះឯងបើសួរថាតើជំនាញនេះល្អទេហើយគ្រប់គ្នាគួរតែរៀនវាទេចម្លើយរបស់ខ្ញុំគឺបែបនេះទេជំនាញមួយល្អឬក៏មិនល្អវាមិនអាស្រ័យនៅលើយើងទេប៉ុន្តែវាអាស្រ័យនៅលើលុយរបស់យើងវាជាអ្នកប្រាប់ថាតើជំនាញមួយនឹងល្អឬក៏មិនល្អហើយសម្រាប់ខ្ញុំជំនាញមួយដែលអាចធ្វើឲ្យលុយរបស់យើងកើនឡើងច្រើនហើយមានសមត្ថភាពពិសេសគឺស្របច្បាប់ទៀតខ្ញុំចាត់ទុកថាវាគឺជាជំនាញមួយដែលល្អបំផុតហើយតើយើងម្នាក់គួរតែរៀនជំនាញនេះទេបើសិនជាវាល្អអញ្ចឹងចម្លើយគឺវាក៏នៅតែអាស្រ័យទៅលើយើងម្នាក់ដែរលុយដែលយើងខំប្រឹងរកលុយដែលយើងនៅសល់បន្ទាប់ពីចំណាយចាំបាច់ផ្សេងហើយក្នុងមួយខែបើសិនជាយើងចង់ឲ្យវាកើនឡើងដាច់ខាតត្រូវតែវិនិយោគវាឲ្យបានត្រឹមត្រូវនេះមានន័យថាយើងវិនិយោគជាមួយទ្រព្យដែលល្អតែប៉ុណ្ណោះគ្មានជំរឿនអីក្រៅពីហ្នឹងទេគិតមើលយើងចំណាយពេលហើយនឹងចំណាយលុយច្រើននៅសាកលវិទ្យាល័យដើម្បីរៀនយកជំនាញមួយនៅក្នុងការរកលុយអាចថាជំនាញខ្លះគឺចំណាយពេល4ឬក៏5ឆ្នាំហើយជំនាញខ្លះទៀតចំណាយពេលរហូតដល់8ឆ្នាំឬក៏10ឆ្នាំក៏មានដែរហើយមួយឆ្នាំយ៉ាងតិចណាស់ក៏ចំណាយ$500ដែរសម្រាប់ថ្លៃសាលាបែបនេះគឺវាល្អព្រោះថាយើងមានជំនាញនៅក្នុងការរកលុយហើយប៉ុន្តែជីវិតរបស់យើងវាអត់ចប់ត្រឹមហ្នឹងទេវាអត់ចប់ត្រឹមការរកលុយហ្នឹងទេមានន័យថាយើងត្រូវតែចេះចាត់ចែងលុយដែលយើងរកបានហ្នឹងឲ្យបានត្រឹមត្រូវទៀតធ្វើបែបហ្នឹងទើបជីវិតរបស់យើងវាអត់មានបញ្ហារឿងលុយកាក់នៅពេលអនាគតតើអ្នកដឹងអត់ថាប្រហែលឆ្នាំនេះមានមនុស្សមិនតិចអ្នកទេគឺច្រើនអ្នកមែនទែនដែលបានចាញ់បោកគេអស់លុយរាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លាររាប់សែនដុល្លារក៏មានដែរហើយខ្លះទៀតធ្លាក់ចូលបំណុលព្រោះតែការចាញ់បោកគេហ្នឹងហើយមូលហេតុដែលចាញ់បោកគេបែបនេះគឺដោយសារតែពួកគាត់មិនមានជំនាញនៅក្នុងការវិនិយោគនេះឯងចង់ឲ្យលុយកើនឡើងប៉ុន្តែអត់បានរៀនពីរបៀបវិនិយោគឲ្យបានត្រឹមត្រូវចុងក្រោយគឺខាត់បង់គ្មានសល់ហ្នឹងឯងនៅសាកលវិទ្យាល័យយើងចំណាយពេល4ឬក៏5ឆ្នាំដើម្បីរៀនជំនាញរកលុយហ្នឹងប៉ុន្តែជំនាញវិនិយោគនៅក្នុងទីផ្សារពហុនហ្នឹងយើងចំណាយពេលមិនដល់1ឆ្នាំទេមានន័យថាយើងអាចយកទៅប្រើការបានហើយអ្វីដែលពិសេសគឺយើងរៀនបដាលហើយយើងអនុវត្តបដាលបែបនេះគឺយើងអាចទទួលបានផលចំណេញនៅក្នុងពេលតែមួយហើយអ្វីបានជាយើងគួរតែរៀនជំនាញវិនិយោគនេះចម្លើយគឺជំនាញនេះបើសិនជាយើងចេះហើយទោះមិនធ្វើការក៏លុយរបស់យើងវាជួយធ្វើការឲ្យយើងដែរនិយាយបែបនេះវិញជំនាញវិនិយោគគឺជាជំនាញមួយដែលយើងរៀនដើម្បីធ្វើជាច្បាយរបស់លុយពេលដែលយើងខ្លាយទៅជាច្បាយរបស់លុយហើយលុយវានឹងធ្វើការឲ្យយើងហើយធ្វើការអត់មានថ្ងៃសម្រាប់ទៀតជំនាញមួយនេះគឺវាមិនចេះហួសសម័យកាលទេយើងអាចយកវាទៅប្រើការបានគ្រប់សម័យកាលទាំងអស់កាន់តែពិសេសពេលដែលយើងចេះជំនាញនេះហើយយើងក៏អាចបង្រៀនកូនចៅជំនាន់ក្រោយរបស់យើងឲ្យចេះបានដែរដោយសារខ្ញុំវិនិយោគនៅក្នុងទីផ្សារពហុនអញ្ចឹងចំណុចនេះគឺខ្ញុំនឹងលើកយកទីផ្សារពហុនមកនិយាយបន្ទាប់ពីយើងសំលុយហើយយើងក៏បានរើសយកទ្រព្យល្អដើម្បីមកវិនិយោគជាមួយហើយក្នុងនេះគឺនិយាយពីទីផ្សារពហុនតើយើងនឹងវិនិយោគលុយដែលបានសំនោះបែបណាទៅដើម្បីឲ្យទាំងអស់គ្នាងាយយល់ខ្ញុំនឹងលើកយកចំនួនជាក់លាក់មួយឧទាហរណ៍ថាតារាបានសម្រេចថានឹងសំលុយ$250ជារៀងរាល់ខែហើយគាត់ចង់វិនិយោគជាមួយទីផ្សារពហុនដូចខ្ញុំដែរតែគាត់រើសយក ETF FCHG ដើម្បីមកវិនិយោគជាមួយហើយគាត់បានសម្រេចថាចង់វិនិយោគរយៈពេល15ឆ្នាំរបៀបដែលតារាអាចវិនិយោគបានគឺមាន2ករណីធំទី1រងចាំទិញនៅពេលដែលមានឱកាសល្អហើយជាទូទៅមួយឆ្នាំអាចនឹងមានឱកាសល្អម្ដងឬក៏2ដងប៉ុណ្ណោះទេ
ខ្ញុំមិនណែនាំឲ្យធ្វើបែបនេះទេទីពីរគាត់អាចប្រើវិធីសាស្ត្រ DCA ឬក៏ dollar cost averaging បានមានន័យថាទិញរាល់ខែក៏បាន3ខែម្ដងក៏បានកន្លះឆ្នាំម្ដងក៏បានឬក៏មួយឆ្នាំទិញម្ដងក៏បានដែរជាទូទៅ FCAG ដែលជា ETF ហ្នឹងវាតែងតែទទួលបានផលចំណេញ 15% នៅក្នុងមួយឆ្នាំបែបនេះបើសិនជាតារាវិនិយោគ$250រាល់ខែរយៈពេល15ឆ្នាំនោះលុយដែលគាត់នឹងទទួលបានគឺប្រហែលជា$144,770ក្នុងនោះលុយដើមដែលបានវិនិយោគសរុបគឺត្រឹមតែ$45,250ប៉ុណ្ណោះហើយលុយចំណេញវិញគឺរហូតដល់$99,520ដើម្បីវិនិយោគបែបនេះបានវាងាយស្រួលបំផុតនៅក្នុងសម័យនេះយើងរៀបចំតែបន្តិចគឺអាចចាប់ផ្ដើមបានហើយអ្វីដែលត្រូវមានគឺគណនីវិនិយោគផ្ទាល់ខ្លួនពេលដែលមានគណនីវិនិយោគហើយគឺយើងអាចផ្ទេរលុយចូលដើម្បីធ្វើការទិញឬក៏វិនិយោគបានហើយបើមិនទាន់មានគណនីវិនិយោគទេអ្នកនរអាចមើលវីដេអូនេះបានវាបង្រៀនពីការបើកគណនីមួយជំហានម្ដងមិនពិបាកយល់ទេ